ការរក្សាទុកទឹកដោះម្ដាយសម្រាប់អ្នកម្ដាយដែលមានភារកិច្ចជាប់រវល់ទឹកដោះម្ដាយមានសារៈសំខាន់ណាស់ចំពោះទារកការបំបៅផ្ទាល់ដោយដោះម្ដាយជួយបង្កើនភាពស្និទ្ធស្នាលដោយមានការប៉ះផ្ទាល់រវាងស្បែកកូននិងស្បែកម្ដាយធ្វើឲ្យកូនមានភាពកក់ក្ដៅនិងជួយពង្រឹងសុខភាពផ្លូវចិត្តរបស់ទារកនិងម្ដាយទឹកដោះម្ដាយជាអាហារដែលស្រស់និងថ្មីបំផុតព្រមទាំងគ្មានមេរោគចំពោះម្ដាយសុខភាពល្អនិងសមស្របបំផុតសម្រាប់ផ្គត់ផ្គង់ចិញ្ចឹមទារកទើបនឹងកើតរហូតដល់អាយុ6ខែរបៀបរក្សាទឹកដោះម្ដាយទុកសម្រាប់ឲ្យកូនបៅចំពោះអ្នកម្ដាយដែលមានភារកិច្ចជាប់រវល់មានដូចជាលាងដៃឲ្យស្អាតមុននឹងច្របាច់យកទឹកដោះឬកាន់ឧបករណ៍ផ្ទុកទឹកដោះផ្ទុកទឹកដោះក្នុងកំប៉ុងឬថង់ដែលបិទជិតគ្មានមេរោគនិងមិនត្រូវដាក់ក្រោមកម្ដៅថ្ងៃដាក់ថ្ងៃខែដែលបានច្របាច់ទឹកដោះនៅលើឧបករណ៍ផ្ទុកទឹកដោះចំពោះទឹកដោះថ្មីត្រូវដាក់ក្នុងកំប៉ុងគ្មានមេរោគហើយអាចរក្សាទុកក្នុងបន្ទប់សីតុណ្ហភាពក្រោម26អង្សាសេរយៈពេលពី6ទៅ8ម៉ោងលោកអ្នកក៏អាចរក្សាទុកបានរហូតដល់72ម៉ោងប្រសិនបើទុកក្នុងទូទឹកកកកន្លែងត្រជាក់បំផុតបើលោកអ្នកមានបំណងទុកក្នុងទូបង្កកលោកអ្នកអាចទុកបានរហូតដល់2សប្តាហ៍នៅសីតុណ្ហភាពក្រោមដក15អង្សាសេ3ខែនៅសីតុណ្ហភាពដក18អង្សាសេនិងពី6ទៅ12ខែនៅសីតុណ្ហភាពដល់ដក20អង្សាសេចំពោះទឹកដោះដែលដកចេញពីទូបង្កកមិនទាន់កម្ដៅលោកអ្នកអាចទុកបានរហូតដល់4ម៉ោងនៅសីតុណ្ហភាពក្នុងបន្ទប់26អង្សាសេឬទុកបាន24ម៉ោងក្នុងទូទឹកកកកន្លែងត្រជាក់បំផុតតែលោកអ្នកមិនអាចទុកក្នុងទូបង្កកវិញទេចំពោះទឹកដោះដែលដកចេញពីទូទឹកកកលោកអ្នកគួរត្រាំទឹកក្តៅអ៊ុនៗហើយលោកអ្នកអាចបំបៅទារកបានហើយចំពោះទឹកដោះប្រភេទនេះលោកអ្នកអាចទុកបានក្នុងទូទឹកកកកន្លែងត្រជាក់រហូតដល់4ម៉ោងតែលោកអ្នកមិនអាចទុកក្នុងទូបង្កកបានទៀតទេចំពោះទឹកដោះដែលក្មេងធ្លាប់បៅហើយលោកអ្នកគួរតែឲ្យទារកបៅបង្ហើយព្រោះលោកអ្នកមិនអាចរក្សាទុកក្នុងទូទឹកកកកន្លែងត្រជាក់បំផុតនិងទូបង្កកបានទៀតទេសូមបំបៅដោះម្ដាយដល់កូនលោកអ្នកជាពិសេសទឹកដោះដំបូងដើម្បីឲ្យពួកគេមានការលូតលាស់បានល្អទាំងរាងកាយនិងខួរក្បាល